về số một mónទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមាន projector មួយមក review ជួយអ្នកទាំងអស់គ្នាដែល projector នៅខាងស្ដាំដៃខ្ញុំនេះគឺជា projector Regal P1 projector សម្រាប់ឯ projector នេះគឺថារូបរាងវាគឺតូចច្រឡឹងយើងអាចងាយស្រួលយកតាមខ្លួនហើយទម្ងន់វាក៏ស្រាលដែរអ្នកទាំងអស់គ្នាហើយជាមួយនឹងការផលិតមើលទៅគឺស័ក្តិសមនឹងតម្លៃរបស់វាយើងអាចវិច projector ហ្នឹងយកទៅកន្លែងធ្វើការសាលារៀនឬក៏កន្លែងណាដែលអ្នកទាំងអស់គ្នាគិតថាស័ក្តិសមនឹងប្រើប្រាស់ projector មួយហ្នឹងសម្រាប់ projector ហ្នឹងគឺវាមាន OS នៅក្នុងហ្នឹងស្រាប់ដែលវារត់ទៅដោយ Android ហើយជាមួយនឹងយើងក៏អាចធ្វើការភ្ជាប់វាទៅកាន់ laptop ឬក៏ smartphone អ្នកនរគ្នាបានផងដែរអ្នកនរគ្នាខ្ញុំសូមបញ្ជាក់កន្លែងនេះមួយកន្លែងនេះគឺយើងអាចតភ្ជាប់វាជាមួយនឹង Wi-Fi direct ហ្មងយើងអត់បាច់ប្រើខ្សែអីញ៉ៃៗទេដែលកំណត់សាច់រូបភាពរបស់វាគឺថាច្បាស់ខ្លាំងមែនតើហើយសម្រាប់ទំហំរូបភាពរបស់វាគឺរហូតដល់150អ៊ីងដែលប្រសើរជាងទូទស្សន៍អ្នកទាំងអស់គ្នាទៀតអ្នកនរគ្នាដឹងស្រាប់ហើយថាមនុស្សយើងបច្ចុប្បន្នគឺអត់សូវមើលទូទស្សន៍ទេគឺយើងជំនួសដោយ smartphone ជាមួយនឹងការទៅមើលកុនហើយបើសិនជាអ្នកនរគ្នាមាន projector នេះនៅក្នុងបន្ទប់អ្នកទាំងអស់គ្នាសម្រាប់ឲ្យកូនឬក៏អ្នកទាំងអស់គ្នាមើលគឺថាវាពិតជាប្រសើរខ្លាំងមែនតើដែលវារោងកុនមួយនៅក្នុងផ្ទះអ្នកទាំងអស់គ្នាមែនអត់សម្រាប់ឯតម្លៃរបស់វាពេលយក projector នឹងមកតេស្តដំបូងហ្នឹងខ្ញុំគិតថា projector ហ្នឹងវាមានតម្លៃរហូតដល់$300-400ក៏ប៉ុន្តែតម្លៃវាពិតវាត្រឹមតែ100ជាងខ្ញុំឡើងវ៉ាវថា projector មានសមត្ថភាពប៉ុណ្ណឹងមានតម្លៃត្រឹម100ជាងអ្នកនរគ្នាអាចយកគិតពិចារណាបានបើសិនជាអ្នកនរគ្នាយកលុយ100ជាងទៅទិញទូទស្សន៍អ្នកនរគ្នាបានទូទស្សន៍ប្រហែលប៉ុណ្ណាសម្រាប់ projector មួយនេះគឺថាអ្នកនរគ្នាទិញទៅគឺចំណេញខ្លាំងមែនតើដល់យើងទិញមួយបានពីរបានទាំងទូទស្សន៍ផងបានទាំង speaker ផងសម្រាប់ speaker របស់វាគឺកម្រិតសាច់បាសគឺខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំនៅក្នុងបន្ទប់បើកត្រឹមតែ20ឬក៏30ទេវាលើគ្រប់គ្រាន់ខ្លាំងហ្មងរបៀបសាច់បាសរបស់វាគឺលឺព្រោះខ្លាំងមែនតើគឺ stereo ហើយដូចបើសិនជាយើងមានបន្ទប់4ម៉ែត្រ4ជ្រុងហើយយើងដាក់អាហ្នឹងទៅគឺថាដូចក្នុងរោងកុនចឹងអ្នកនរគ្នាគ្រាន់តែក្នុងរោងកុនខ្នាតទូចខ្នាតបែបនៅផ្ទះអីចឹងអ្នកនរគ្នាសម្រាប់ឯរន្ធតំណភ្ជាប់របស់វានៅខាងក្រោយរបស់វាគឺយើងទទួលបានរន្ធដោត power 1រន្ធ box side network 1 USB A 2រន្ធកាស2ជាមួយនឹង HDMI 2រន្ធ USB 2ហ្នឹងគឺយើងអាចដុត flash ចូលបានដោយ flash យើងមានធ្វើការបញ្ចូលជា karaoke ឬក៏រឿងដោយយើងមិនបាច់ប្រើជាខ្សែ HDMI តភ្ជាប់ទៅកុំព្យូទ័រឬក៏ Wi-Fi តភ្ជាប់ទៅទូរស័ព្ទអីញ៉ៃៗទេអ្នកនរគ្នាគឺយើងដុត flash direct ទៅមកសរុបមក projector ហ្នឹងសមត្ថភាពប៉ុណ្ណឹងវាអត់គួរមានតម្លៃត្រឹមតែ100ជាងហ្នឹងឯអ្នកនរគ្នាវាគួរតែមានតម្លៃលើហ្នឹងសម្រាប់ projector នេះដែរអ្នកនរគ្នាអាចមករកនៅហាង Lucky Star Technology យើងបានដែលទីតាំងយើងស្ថិតលើផ្លូវ271ក្បែរវិទ្យាល័យយុទ្ធសាស្ត្រសាមគ្គីទល់មុខគ្នាជាមួយនឹងសាកូរ៉ាជាចុងក្រោយអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូមួយនេះជួយជាមួយខ្ញុំនៅក្នុងវីដេអូក្រោយបាទជំរាបលា